ជម្រាបសួរអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការរៀនភាសាខ្មែរជាមួយខ្ញុំម្ដងទៀតបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតសម្រាប់អ្នកទាំងអស់គ្នាហាត់ស្ដាប់ភាសាខ្មែរបាទវីដេអូនេះដូចវីដេអូមុនដែរខ្ញុំនឹងអានជាភាសាខ្មែរហើយនឹងមានការឆ្លើយសំណួរហើយបន្ទាប់មកយើងនឹងរៀនពាក្យមួយចំនួនបាទពីអត្ថបទនេះតោះឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាបាទ Okay, everyone, now let's start listening practice. And the topic today is life in Cambodia. Now we can start. នេះគឺជាជីវិតប្រចាំថ្ងៃនៅកម្ពុជាពេលព្រឹកខ្ញុំភ្ញាក់ពីគេងខ្ញុំដុសធ្មេញនិងលាងមុខបន្ទាប់មកខ្ញុំញ៉ាំអាហារពេលព្រឹកខ្ញុំញ៉ាំបាយឬមីខ្ញុំផឹកតែឬកាហ្វេបន្ទាប់មកខ្ញុំជិះម៉ូតូទៅធ្វើការពេលថ្ងៃត្រង់ខ្ញុំញ៉ាំបាយពេលល្ងាចខ្ញុំទៅផ្ទះពេលយប់ខ្ញុំញ៉ាំបាយជាមួយគ្រួសារបន្ទាប់មកខ្ញុំដេកនេះគឺជាជីវិតប្រចាំថ្ងៃនៅកម្ពុជា Now I repeat again and faster នេះគឺជាជីវិតប្រចាំថ្ងៃនៅកម្ពុជាពេលព្រឹកខ្ញុំភ្ញាក់ពីគេងខ្ញុំដុសធ្មេញនិងលាងមុខបន្ទាប់មកខ្ញុំញ៉ាំអាហារពេលព្រឹកខ្ញុំញ៉ាំបាយឬមីខ្ញុំផឹកតែឬកាហ្វេបន្ទាប់មកខ្ញុំជិះម៉ូតូទៅធ្វើការពេលថ្ងៃត្រង់ខ្ញុំញ៉ាំបាយពេលល្ងាចខ្ញុំទៅផ្ទះពេលយប់ខ្ញុំញ៉ាំបាយជាមួយគ្រួសារបន្ទាប់មកខ្ញុំដេកនេះគឺជាជីវិតប្រចាំថ្ងៃនៅកម្ពុជា But now everyone let's answer the questions below. So from this video there are 4 questions for you to answer and you have time for 60 seconds to answer this. Now let's start. But right now let's review with subtitles. នេះគឺជាជីវិតប្រចាំថ្ងៃនៅកម្ពុជាពេលព្រឹកខ្ញុំភ្ញាក់ពីគេងខ្ញុំដុសធ្មេញនិងលាងមុខបន្ទាប់មកខ្ញុំញ៉ាំអាហារពេលព្រឹកខ្ញុំញ៉ាំបាយឬមីខ្ញុំផឹកតែឬកាហ្វេបន្ទាប់មកខ្ញុំជិះម៉ូតូទៅធ្វើការពេលថ្ងៃត្រង់ខ្ញុំញ៉ាំបាយពេលល្ងាចខ្ញុំទៅផ្ទះ
ពេលយប់ខ្ញុំញ៉ាំបាយជាមួយគ្រួសារបន្ទាប់មកខ្ញុំដេកនេះគឺជាជីវិតប្រចាំថ្ងៃនៅកម្ពុជា everyone, now let's learn some vocabulary from the text. ជីវិត life ប្រចាំថ្ងៃ daily ដុសធ្មេញ brush teeth លាងមុខ wash face ភ្ញាក់ wake up អាហារពេលព្រឹក breakfast ញ៉ាំបាយ eat rice មី noodles តែ tea កាហ្វេ coffee ផឹក drink ជិះម៉ូតូ ride a motorcycle ទៅធ្វើការ go to work ថ្ងៃត្រង់ noon ល្ងាច evening យប់ night គ្រួសារ family ដេក sleep. That's all for this video and thanks so much for watching. I hope this video is useful for everyone to practice your listening. Okay, thanks so much for watching and I will see you in the next video.